បាទសួស្តីអ្នកនរគ្នាតោះថ្ងៃនេះខ្ញុំមកកាត់ម៉ូតសក់បាសដូចប្រូតុងណាបាទតែយើងយកជើងសលេខដែលខ្ញុំឡើងមុខដំបូងហ្នឹងគឺលេខ2តមកដោយលេខ1កន្លះបាទដូចអ្នកនរគ្នាកំពុងតែមើលហ្នឹងបាទគឺលេខ1កន្លះរបស់ motor M10 ហើយតមកទៀតគឺខ្ញុំកំណត់ fade line បងប្អូនបាទគឺខ្ញុំចង់បានសប៉ុណ្ណេះឡើងទៅលើកំណត់មុខ00បាទប៉ុណ្ណឹងឡើងទៅលើបងប្អូនដូចបងប្អូនកំពុងតែឃើញអញ្ចឹងហើយតមកទៀតខ្ញុំតម្លាក់ថ្មិញខ្លាចជា 0.4 បាទនេះគឺ 0.4 នេះឃើញបងប្អូនឃើញណាខ្ញុំតម្លាក់ថ្មិញឲ្យអស់មកខ្លាចជា 0.4 ហើយតទៅយើងបដិញ 0.4 ហើយបងប្អូនណាបាទតទៅយើងបដិញ 0.4 ហើយយើងតដោយ 0.5 បាទយើងបដិញពីមួយដំណាក់ទៅមួយដំណាក់ណាហើយបងប្អូនលុបមួយដំណាក់ទៅមួយដំណាក់ដូចខ្ញុំកំពុងតែលុបហ្នឹងទៅហើយបាទហើយបើសិនជាបងប្អូនធ្វើខុសខ្ញុំទេគឺអត់អីដែរបាទនេះសម្រាប់ខ្ញុំប្រាប់ជាងដៃថ្មីទេបាទសម្រាប់បងប្អូនយើងជាងដៃថ្មីអាចសិក្សារៀនសូត្រតពីខ្ញុំបានអត់មានបញ្ហាអីទេតែបើសិនជាបងប្អូនណាដែលចេះហើយគឺមិនចាំមើលទេបាទអូមឡងទៅព្រោះអានេះគឺចែកម្លែកដែលបងប្អូនដែលចង់រៀនចង់ចេះពីការហ្វេតសក់អីចឹងទៅណាគឺសម្រាប់ខ្ញុំហ្វេតប្រភេទបែបហ្នឹងបាទខ្ញុំហ្វេតអញ្ចឹងបាទខ្ញុំចេះអញ្ចឹងគឺខ្ញុំរៀនអញ្ចឹងតែម្ដងអញ្ចឹងបងប្អូនចង់ធ្វើដូចខ្ញុំក៏អាចធ្វើបានដែរអត់បញ្ហាទេហើយសម្រាប់សក់ដែលកដេកដកបងប្អូនសេរីមើលទៅឆ្វេងស្ដាំទៅណាតើបងប្អូនតពីហ្វេតមកយើងសម្អាតសក់ថ្នេរលើបាទខ្ញុំបដិញថ្នេរលើ1 2ដូចបងប្អូនកំពុងតែឃើញហ្នឹងបាទហើយសម្រាប់ថ្នេរលើនេះគឺយើងបដិញដើរក្រាស់របៀបមិនក៏បានដែរឲ្យទៅដើរក្រាស់ទៅយើងមើលឃើញថាស្អាតអញ្ចឹងណាបងប្អូនបាទហើយសម្រាប់សក់នេះគឺខ្ញុំដើរក្រាស់ហើយប៉ុន្តែខ្ញុំចង់រំលែងឲ្យវាមើលទៅ clean ស្អាតជាងនឹងបន្ថែមទៀតអញ្ចឹងណាហើយកាមេរ៉ាយើងស៊ីនអត់មានតែ edit អីណាទៀតទេបាទគឺថតយ៉ាងម៉េចខ្ញុំកាត់តទៅអញ្ចឹងតែម្ដងដោយសារតែយើងអត់ចេះ edit ទេអញ្ចឹងបើសិនជាបងប្អូនយើងចូលមកទស្សនាវីដេអូនេះដល់ចំណុចនេះហើយបងប្អូនកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយផងបាទដើម្បីឲ្យខ្ញុំធ្វើវីដេអូជូនបងប្អូនមើលជារឿយៗបាទហើយសម្រាប់បងប្អូន subscribe ហើយដល់ពេលដែលខ្ញុំផុសទៅអាចនឹងបងដឹងថាខ្ញុំផុសវីដេអូអញ្ចឹងណាទទួលនឹងបានគេហៅថាទទួលវីដេអូនៅថ្មីបាទដែលខ្ញុំចែកម្លែកទៅជូនបងប្អូនមើលអញ្ចឹងណាបងប្អូនវាមិនពិបាកអីទេគ្រាន់តែចុច subscribe មួយតែប៉ុណ្ណោះបងប្អូនណាបាទបើសិនជាចិត្តល្អជួយ subscribe channel ខ្ញុំម្នាក់មួយផងហ្នឹងហើយបងប្អូនអរគុណអធិស្ឋានបងកន្លែងនេះរៀងបាំងអាវតិចបាទបាំងដៃអាវរបស់ខ្ញុំតិចបាទហើយកន្លែងនេះអត់សំខាន់ណាស់ហ្មងទេបងប្អូនដោយសារតែយើងសេរីសក់ទេបាទសេរីឲ្យសក់ស្មើសក់អីចឹងណាបងប្អូនវាមិនសំខាន់ទេហើយបងប្អូនមើលតើកន្លែងណាសំខាន់ទៅណាហើយសម្រាប់ការហ្វេតសក់នេះយើងត្រូវប្រើពេលបាទហើយប្រកែកភ្ញៀវមិនស្មើទៅទាំងអស់ទេដោយសារតែប្រកែកភ្ញៀវមានកដិកដកបាទឆ្វេងស្ដាំយើងធ្វើតាមជាក់ស្ដែងនៃប្រកែកភ្ញៀវទៅបាទយើងទោះជាហ្វេតមិនស្អាត 100% តែយើងរៀនសូត្របាទធ្វើបដាទៅបាទបន្ទាប់ពីខ្ញុំសេរីហើយសក់បាទយើងក៏ចាប់ផ្ដើមឆាប់ជើងសក់បាទហើយបងប្អូនជើងសក់ក្រោមហ្នឹងមិនបាច់ឲ្យដាច់ក្បត់ពេកទេបាទទុកឲ្យអូរៀងវែងតិចមកមើលទៅឃើញថ្នេរស្អាតណាបងប្អូនទុកដូចខ្ញុំអីចឹងទៅណាបាទហើយនៅពេលដែលបងប្អូនធ្វើបងប្អូនសង្កេតមើលខ្លួនឯងថាយើងធ្វើទៅស្អាតអត់អញ្ចឹងទៅបន្ទាប់ពីយើងសេរីជើងសក់ចំហឹងហ្នឹងហើយបងប្អូនឈូសសក់បាទឥឡូវនេះខ្ញុំមិនប្រាប់បងប្អូនដឹងទាំងអស់ហើយដោយសារតែខ្ញុំធ្វើអញ្ចឹងជារឿយធម្មតាធ្វើតែអញ្ចឹងទេបាទហើយបងប្អូនមើលលេងទៅសក់ខាងក្រោមយើងធ្វើការកាត់រួចអស់ហើយនៅឡើយតែសក់ខាងលើទេអញ្ចឹងបងប្អូនទស្សនាការកាត់សក់ខាងលើទៅសក់ខាងលើសម្រាប់សក់បាសបងប្អូនមើលការកាត់របស់ខ្ញុំអញ្ចឹងការកាត់នេះបងប្អូនត្រូវវាស់មើលថាពីម្រាមដៃដូចពីម្រាមដៃដែលខ្ញុំកំពុងដាក់ជូនបងប្អូនមើលអញ្ចឹងពីម្រាមដៃហ្នឹងអាចប្លង់បាសបានហើយមិនវែងមិនខ្លីទេគឺល្មមតែម្ដងបាទល្មមមកស្អាតមកផ្លុំទៅបាសស្អាតណាហើយពីយើងកាត់សក់កាត់អីខាងលើហើយបាទច្រាប់ជើងសក់ខាងមុខឲ្យស្អាតបាទហើយអានេះគឺពីវិធីផ្លុំឲ្យសក់បាសមកឬផ្លុំទាញមកខាងក្រោយអញ្ចឹងមកនៅពេលដែលយើងផ្លុំទាញមកខាងក្រោយហើយសក់វារៀងមានភ្លីលើកបាទអញ្ចឹងគឺយើងលាបចំហុយឲ្យគាត់បន្តិចទៅគឺបាសហើយសក់ហ្នឹងលាបចំហុយដាក់ម្សៅហុយអីចឹងទៅគឺចាប់ម៉ូតស្អាតហើយបាទហើយបងប្អូន
ឃើញខ្ញុំកំពុងតែចាក់ម្សៅហុយហ្នឹងចាក់ឲ្យសក់វាស្អិតចូលគ្នាទៅយើងសក់ហ្នឹងវាអាចមានភ្លីបានយូរបាទរឹងបានយូរបាទញីទៅបាទឃើញចេញជាម៉ូតតែម្ដងបាទសង្ហាតែម្ដងហើយមកគាត់កាត់ចេះស្អាតបងប្អូនបាទកាត់ស្អាតសមហើយថែមនឹងគេហៅថាថ្នេរចិញ្ចើមមួយទៀតបាទស្អាតស្ទាវកប់ស្រីតែម្ដងបាទហើយសម្រាប់ការកាត់សក់នេះគឺចែកម្លែកជូនបងប្អូនយើងដែរចង់រៀនបាទចង់រៀនកាត់សក់ឬក៏មិនទាន់ចេះកាត់ម៉ូតនឹងអីចឹងណាតែបើសិនជាបងប្អូនយើងចេះហើយក៏អត់បញ្ហាទេបាទយើងបាច់មើលទេហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរបងប្អូនបាទអរគុណច្រើន